ថ្ងៃនេះខ្ញុំនឹងទៅយន្ត3ដើម្បីស្វែងរកទិញទឹកដែលមានតម្លៃថោកជាងគេបំផុតប៉ុន្តែដោយអ្នកទាំងអស់គ្នាដឹងចឹងឲ្យតែពីថាការទំនើបរបស់មិនដែលថោកនោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំនឹងខំប្រឹងស្វែងរកទិញទឹកដែលមានតម្លៃថោកជាងគេបំផុតដែលខ្ញុំអាចរកបានបន្តមកខ្ញុំនិងមិត្តភក្តិខ្ញុំក៏ធ្វើដំណើរទៅយន្ត3តែម្ដងឥឡូវនេះគឺយើងមកដល់ Aeon ហើយចា let's go បន្តមកខ្ញុំក៏ដើរទៅក្នុងដើម្បីស្វែងរកទិញទឹករបស់យើងហើយគ្រាន់តែទៅដល់ភ្លាមនៅខ្ញុំដើរសម្ដៅទៅកន្លែងគេលក់អីតែម្ដងហើយពេលនេះខ្ញុំនិងមិត្តភក្តិខ្ញុំខំប្រឹងស្វែងរកខ្លាំងមែនទែនបន្តមកខ្ញុំក៏បានរកឃើញទឹកមួយនេះដែលមានតម្លៃ600រៀលខ្ញុំនិងមិត្តភក្តិខ្ញុំក៏សន្មតថានឹងគឺជាទឹកដែលមានតម្លៃថោកជាងគេនៅក្នុងផ្សារទំនើប Aeon 3នឹងហើយដោយមិនឲ្យចាំយូរខ្ញុំក៏យកទៅគិតលុយតែម្ដងហើយខ្ញុំនិងមិត្តភក្តិខ្ញុំក៏ធ្វើដំណើរទៅរកកន្លែងអង្គុយ review នេះគឺជាទឹកដែលមានតម្លៃថោកជាងគេនៅក្នុងផ្សារទំនើប Aeon 3តម្លៃត្រឹមតែ600រៀលតែប៉ុណ្ណោះតោះសាក់ទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow page ខ្ញុំអ្នកមួយផងបាទកុំភ្លេច follow អ្នកមួយផង thank you